ជាបឋមខ្ញុំបាទសូមគោរពជំរាបសួរអ្នកស្រីសុនសុភ័ក្រត្រាវតីគណៈកម្មការលោកគ្រូអ្នកអាណាព្យាបាលនិងសួស្តីមិត្តភក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះសួនតារាវិជាជាសិស្សរៀននៅថ្នាក់ទី5ក2នៅសាលា Renova សាខាទី1វេលានេះដែរខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយខ្លាំងណាស់ដែលឡើងមកបកស្រាយប្រធានបទមួយក្រោមចំណងជើងថាផលប៉ះពាល់នៃការបំពុលបរិស្ថានដែលទុកជាចំណេះដឹងសម្រាប់សិស្សានុសិស្សទាំងអស់គ្នាមុននឹងឈានដល់ការបកស្រាយនៅប្រធានបទឲ្យកាន់តែលម្អិតខ្ញុំបាទសូមលើកយកចំណុចសំខាន់មកបកស្រាយជាមុនសិនមេតិកា1ផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះ2ផលប៉ះពាល់លើសេដ្ឋកិច្ចនិងសង្គម3សុខភាពមនុស្សការគំរាមកំហែងដល់ជីវិតរស់នៅ4អាកាសធាតុការប្រែប្រួលដែលមិនអាចទាយទុកមុន5សន្និដ្ឋានដូចនេះហើយខ្ញុំសូមបកស្រាយចំណុចនីមួយៗដូចតទៅ1ផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះការបំផ្លាញខ្សែចង្វាក់អាហារសារធាតុពុលមិនរលាយបាត់ឡើយឧទាហរណ៍ត្រីតូចស៊ីសារធាតុគីមីផ្លាស្ទិកត្រីធំស៊ីត្រីតូចអាមឬស៊ីត្រីធំដំណើរការនេះធ្វើឲ្យសារធាតុពុលប្រមូលក្នុងគ្នាកាន់តែច្រើនឡើងរហូតដល់ទីបញ្ចប់នៃខ្សែចង្វាក់អាហារគឺមនុស្សការបាត់បង់ជីវៈចម្រុះសត្វព្រៃនិងសត្វសមុទ្ររាប់មានក្បាលត្រូវស្លាប់ជារៀងរាល់ឆ្នាំដោយសារការលេបចូលកាកសំណល់ផ្លាស្ទិកឬដោយសារការប្រឡាក់ប្រឡូសព្រៃដែលកំពុងចុះក្នុងទឹកដែលធ្វើឲ្យពួកវាជិតផុតពូជ2ផលប៉ះពាល់លើសេដ្ឋកិច្ចនិងសង្គមការខូចខាតកសិកម្មដីបាត់បង់ជីវជាតិប្រភពទឹកកខ្វក់ធ្វើឲ្យទិន្នផលកសិកម្មធ្លាក់ចុះការចំណាយលើសុខាភិបាលប្រជាជនត្រូវខាតបង់ថវិកាទៅលើការព្យាបាលជំងឺ3សុខភាពមនុស្សការគំរាមកំហែងដល់ជីវិតរស់នៅការដកដង្ហើមយកខ្យល់ពុលផ្សែងពីរោងចក្រយានយន្តនិងការដុតសម្រាមបង្កជាភាពល្អិតដែលអាចជ្រាបចូលក្នុងសួតនិងចរន្តជាផ្ទាល់វាក៏បង្កជាជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជំងឺបេះដូងនិងជំរុញឲ្យកោសិកាអាហាររីកលូតលាស់វិបត្តិទឹកកខ្វក់ការសំណល់គីមីនិងប្រភពទឹកស្អុយហូរចូលទឹកធម្មជាតិវានាំនៅបាក់តេរីនិងសារធាតុពុលទៅជាមួយប្រជាជនដែលបានប្រើទឹកនោះនឹងឆ្លងជំងឺរាគរូសធ្ងន់ធ្ងរជំងឺអាសន្នរោគនិងការខូចខាតសរីរាង្គខាងក្នុងដែលដោយសារសារធាតុគីមី4អាកាសធាតុការប្រែប្រួលដែលមិនអាចទាយទុកមុនបាតុភូតផ្ទះកញ្ចក់ការបំពុលខ្យល់បោកឧស្ម័នកាបូនិកបង្កើតជាស្រទាប់ក្រាស់មួយគ្របដណ្ដប់ផែនដីស្រទាប់នេះទប់កម្ដៅព្រះអាទិត្យមិនឲ្យជះទៅលំហអាកាសវិញបង្កើតជាកម្ដៅផែនដីកើនឡើងគ្រោះធម្មជាតិសាហាវនៅពេលកម្ដៅផែនដីកើនឡើងលំនាំអាកាសធាតុប្រែប្រួលទាំងស្រុងគ្រោះធម្មជាតិកាចសាហាវដូចជាតំបន់ខ្លះជួបគ្រោះរាំងស្ងួតហួតហែងគ្មានទឹកធ្វើកសិកម្មឯតំបន់ខ្លះទៀតជួយព្យុះទឹកជំនន់ខ្យល់ព្យុះបំផ្លិចបំផ្លាញផ្ទះសម្បែងយ៉ាងធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមកសរុបសេចក្តីមកការបំពុលបរិស្ថានមិនមែនជាបញ្ហាដាច់ដោយឡែករបស់បុគ្គលម្នាក់ឬប្រទេសណាមួយនោះឡើយវាគឺជាវិបត្តិសកលដែលកំពុងគំរាមកំហែងដល់ខ្សែជីវិតនៅលើភពផែនដីទាំងមូលផលប៉ះពាល់នេះបានរីករាលដាលចាប់ពីការបំផ្លាញសុខភាពមនុស្សការបាត់បង់តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនិងការប្រែប្រួលអាកាសធាតុយ៉ាងកាចសាហាវនិងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរជាចុងក្រោយខ្ញុំសូមអរគុណអ្នកស្រីនីការរងនៃសាលា Renova គណៈកម្មការលោកគ្រូអ្នកអាណាព្យាបាលនិងមិត្តភក្តិអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់រូបខ្ញុំបកស្រាយតាំងពីដើមរហូតដល់ចប់សូមអរគុណចាអរគុណវិជាអញ្ចឹងអ្នកគ្រូសូមសួរសំណួរមួយតើកត្តាអ្វីខ្លះដែលធ្វើឲ្យមានការបំពុលបរិស្ថានអរគុណគណៈកម្មការសម្រាប់សំណួរមួយនេះកត្តាដែលធ្វើឲ្យមានការបំពុលបរិស្ថានគឺមកពីកត្តាមនុស្សនិងកត្តាធម្មជាតិ